បងបាយមានលើដំណឹងខ្មោចនាងរាត្រីយត់ឡងគេសាហាវណាអ្នកនាងយកខ្សែកពាក់ខ្ញុំបានអីការពារខ្លួនទៅអើយហាក់អញតែខ្លាចស្អីបើឯងនៅជិតយើងឯណាស្អីគេហ្នឹងម៉ែកូនត្រឡប់មករស់នៅជាមួយម៉ែវិញហើយឮថាម៉ែឈឺអីប្រពន្ធខ្ញុំគេប្រាប់ថាម៉េចប្រពន្ធកូនប្រាប់ហ៎នេះម៉ែកើតអីហ្នឹងគ្រាន់តែឮថាប្រពន្ធខ្ញុំប្រាប់ម៉ែក៏បើកភ្នែកធំហ៎អង្គុយមកកូនអង្គុយមកកូនដឹងអត់ប្រពន្ធកូនគេជាខ្មោចម៉ែខ្ញុំដឹងថាម៉ែឈឺម៉ែចាស់ម៉ែវិញវ័នច្រើនតែម៉ែក៏មិនគួរនិយាយពាក្យនេះចេញមកដែរម៉ែនិយាយពាក្យនេះចេញមកស្មាននឹងមើលងាយប្រពន្ធខ្ញុំណាម៉ែពីមុនម៉ែស្ដីម៉ែថាឲ្យប្រពន្ធខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំមិនខឹងម៉ែដែរតែពេលនេះម៉ែមិនត្រឹមតែស្ដីឲ្យប្រពន្ធខ្ញុំទេម៉ែថែមទាំងដាក់ទំនាយឲ្យប្រពន្ធខ្ញុំស្លាប់ទៀតម៉ែនេះម៉ែចង់ឲ្យប្រពន្ធខ្ញុំស្លាប់ខ្លាចជាខ្មោចណាស់មែនទេបានម៉ែនិយាយបែបនេះហ៎អត់ទេម៉ែនិយាយមែនណាកូនប្រពន្ធកូនគេស្លាប់ហើយម៉ែមិនបានអត់នាយទេគេស្លាប់ពិតមែនណាបើប្រពន្ធខ្ញុំស្លាប់មែនពេលដែលខ្ញុំមកដល់មុននេះមិនក៏ខ្ញុំនិយាយជាមួយគេបានបើម៉ែមិនជឿទេអូនចាំមកនេះនេះម៉ែឃើញទេប្រពន្ធខ្ញុំណាម៉ែបើនាងស្លាប់ហើយមិនក៏អាចមកឈរនៅមុខម៉ែបានបងកុំថាឲ្យគាត់ខ្លាំងអីម៉ែគាត់ចាស់ហើយគាត់តែមានជំងឺវិញវ័នតែប៉ុណ្្នឹងឯងមែនហើយម៉ែវិញវត្តណាកូនពួកម៉ែចាស់ហើយណាកូនណាបែរណាម៉ែចង់សុំកូនទៅនៅវត្តមួយរយៈណាកូនណាបើម៉ែចង់ទៅនៅវត្តខ្ញុំក៏មិនហាមម៉ែដែរម៉ែទៅធ្វើបុណ្យសុំធម៌សុំអាចាំខ្ញុំឲ្យប្រពន្ធខ្ញុំនេះធ្វើបាយយកឲ្យម៉ែណាអត់ទេមិនបាច់ទេណាមិនបាច់ឲ្យប្រពន្ធកូនមកនៅចិត្តម៉ែទេម៉ែចង់នៅស្ងប់ស្ងាត់កុំណាកុំម៉ែខ្លាចបើម៉ែសុំអញ្ចឹងហើយក៏តាមចិត្តម៉ែចុះឆៃខ្សែកគ្រូឲ្យផឹកមិញឆាប់ឲ្យមកយើងណានេះអ្នកនាងយកខ្សែកពាក់ខ្ញុំបានអីការពារខ្លួនទៅអើយហាក់អញតែខ្លាចស្អីបើឯងនៅជិតយើងឯណាឆៃនាងឯងជាអ្នកសម្លាប់យើង អីអូននេះតាហេតុអីបានអូនមិនស្រឡាញ់បងអាដែនមកពីឯងបានអូននេះតាមិនស្រឡាញ់យើងនឹងសម្លាប់ឯងចង់ស្លាប់ដោយយើងមែនទេមកពីឯងបានធ្វើឲ្យយើងស្លាប់ឯងជាអ្នកដំហេតុយើងនឹងសម្លាប់ឯងនាងជាអ្នកណាសំឡេងមកពីណាខ្មោចនាងរាត្រី
ឯងចង់រត់ទៅណាយើងមិនឲ្យឯងរួចខ្លួនទេ អត់ទេកុំមកតាមយើងកុំមកតាមយើងឲ្យសោះណាយើងគ្មានបំណងចង់ចាំលោបនាងទេ